ជួបអតិជនម្នាក់អាសាឃើញគាត់មកហាងលោកអូន បាទមក ហ្នឹងមកធ្វើគេអូន មកលេងចាយផងហើយនឹងមកជូនបងអូនទិញម៉ូតូ អូឃើញអូនអាសាមកទិញម៉ូតូនៅហាងបងចង់ដឹងពីចំណាប់អារម្មណ៍អូនតិចថាមូលហេតុអីបានអូនចូលចិត្តមកទិញនៅហាងហ្នឹងណាជូនបងអូនជូនមិត្តភ័ក្តិជូនចាស់ចាស់នៅក្នុងស្រុកអីមកទិញនៅហាងហ្នឹងណាចំណាប់អារម្មណ៍មិនដែរអូន បាទមែនតើទៅទី1ទំនុកចិត្តបងប្អូនសម្រាប់ខ្ញុំគឺទំនុកចិត្តតាំងពីខ្ញុំស្គាល់នោះនៅខាងកើតហើយតាមមករហូតដល់នេះតាំងពីដើមមកគឺខ្ញុំមានទំនុកចិត្តសេវាកម្មល្អហើយម៉ូតូចេញមកពីក្រុមហ៊ុនតតល់ហ្មង ចា បកេះគឺបកថ្មីគឺថ្មីបើមកទឹកគឺផ្សេងហ្មងទឹកអញ្ចឹងបែរចែកឲ្យដាច់បើសម្រាប់ខ្ញុំគឺទុកចិត្តឡើយទុកចិត្តហើយពេលដែលម៉ូតូមានបញ្ហាត្រឡប់មកវិញមានន័យថាគាត់ផ្ដល់ព័ត៌មានត្រឡប់ទៅវិញលឿនសេវាកម្មរបស់គាត់លឿនណាស់នេះជាអ្វីដែលខ្ញុំមានចិត្តជូនពួកគាត់ម្ដងហើយម្ដងទៀត ចាបងពិតជាអរគុណអូនច្រើនមែនតើចាអញ្ចឹងបងប្អូនទាំងអស់គ្នាឮសម្ដីគាត់ពិតហើយចាមិនមែនអ្នកលក់ចេះតែនិយាយទេអញ្ចឹងណាហើយក៏ចង់ជំរាបជូនដល់បងប្អូនទាំងអស់គ្នាបើសិនជាត្រូវការទិញម៉ូតូខ្វះថវិកាអីក៏នៅហាង Honda សួនសុភាយើងមានសេវាកម្មរំលោះដែរចារំលោះហ្នឹងអូនបាច់កាន់លុយមកឯងគឺរំលោះសុទ្ធ 100% ឲ្យតែមានការងារធ្វើពិតប្រាកដប្រាក់ចំណូលប្រចាំខែពិតប្រាកដមានអត្តញ្ញាណប័ណ្ណ20គ្រួសារនឹងអាចបង់រំលោះម៉ូតូយកទៅប្រើបាន បាទអូល្អមែនតើបងប្អូនល្អមែនតើ អញ្ចឹងអូនអាចប្រាប់មិត្តភក្តិបងប្អូនបានចាអត់មានលុយសោះក៏អាចរំលោះបានដែរចាអរគុណអូនជូនបងប្អូនឲ្យសុខភាពល្អរកទទួលទានគ្រប់មុខរបរឲ្យបានជោគជ័យរហូតណាអូន ចា